ក្រុមបរិសុទ្ធមុខស្បានអន្តក្បាលចុះហាក់បីដូចជាកំពុងស្វែងរកអ្វីមួយពួកគេថែមទាំងមិនរំលងរាល់ដំរីបន្តិចបន្តួចនៅលើដីនោះឡើយចំពេលនោះដែរមានសម្លេងស្រែកស្រួចមួយបានបន្លឺឡើងពួកគេហាក់ដូចជាបានធំក្លិនដែលពួកគេតែងតែប្រាថ្នាចង់បានជាយូរមកហើយមនុស្សម្នាក់ស្រាប់តែខ្លាចជាមានភាពរំភើបញាប់ញ័រឡើងភ្លាមពួកគេបានសម្រុកចូលទៅចំរោមតាមទីដៅនៃក្លិននោះប៉ុន្តែលទ្ធផលបែរជាឃើញលោកយាយម្នាក់ដែលបានដួលទៅវិញបន្ទាប់ពីសង្កេតមើលយ៉ាងយកចិត្តទុកដាក់ពួកគេមិនបានរកឃើញរឿងសប្បាយណាមួយពីលើខ្លួនគាត់ឡើយបរិសុទ្ធមុខស្បានដើរចេញទៅវិញទាំងតែខុសបំណងជាខ្លាំងរំពេចនោះក៏មានសម្លេងលាន់នៅយ៉ាងខ្លាំងមួយទៀតបន្លឺឡើងបរិសុទ្ធមុខស្បានមានភាពរំភើបញាប់ញ័រឡើងម្ដងទៀតនៅពេលដែលពួកគេចូលទៅចំរោមមើលនោះក៏បានឃើញម៉ូតូមួយគ្រឿងបានឈប់នៅក្បែរចិញ្ចើមផ្លូវព្រមទាំងមានឡានស៊េរីទំនើបមួយគ្រឿងទៀតហើយនៅក្បែរនោះក៏មានបរិសុទ្ធអ្នកមានម្នាក់កំពុងតែចាប់ទាញបរិសុទ្ធម្នាក់ទៀតដែលមានរូបរាងស្គមស្កាំងចំណែកឯដៃរបស់បរិសុទ្ធស្គមស្កាំងនោះមានស្នាមដាច់រលត់យ៉ាងច្បាស់ក្រឡែតនៅពេលដែលបានឃើញទស្សនវិជ្ជាបែបនេះបរិសុទ្ធមុខស្ដែលនៅក្បែរនោះបានទីតាមការគិតរបស់ខ្លួនហើយបាននិយាយយ៉ាងមុតមមដើម្បីបញ្យល់ពីការពិតនៃរឿងរ៉ាវនេះប្រាប់ដល់អ្នករាល់គ្នាគេបាននិយាយថាបរិសុទ្ធស្គមស្កាំងនោះបើកបរម៉ូតូមិនប្រយ័ត្នក៏បានទៅបុកឡានស៊េរីទំនើបរបស់បរិសុទ្ធអ្នកមានហើយបរិសុទ្ធអ្នកមាននោះក៏បានឆ្លៀតឱកាសទាមទារសំណងក្នុងតម្លៃយ៉ាងខ្ពស់កប់ពុកនៅពេលដែលក្រុមបរិសុទ្ធមុខសតិទៀតបានធ្វើការបកស្រាយបែបនេះក៏យកឃើញថាវាសមហេតុផលភ្លាមនោះមុខក៏បានប្រែប្រួលទៅជាមុខក្រហមរួចចាប់ផ្ដើមធ្វើការរិះគន់និងជេរប្រមាថទៅលើបរិសុទ្ធអ្នកមានបានខិតខំពន្យល់ពីការពិតនៃរឿងរ៉ាវនេះប៉ុន្តែសម្លេងជេរប្រមាថទាំងនោះមិនបានផ្ដល់ឱកាសឲ្យគេបកស្រាយតតែសោះចំពេលនោះដែរបរិសុទ្ធស្គមស្កាំងបានលើកកាតាបឡើងបំណងចង់រត់គេចខ្លួនប៉ុន្តែត្រូវបានបរិសុទ្ធអ្នកមានចាប់ទាញជាប់ទិដ្ឋភាពមួយនេះបានធ្វើឲ្យមហាជនកាន់តែមានកំហឹងខ្លាំងឡើងពួកគេបានសង្កត់បរិសុទ្ធអ្នកមាននោះទៅនឹងដីផ្ទាល់បន្ទាប់មកក៏បានលើកផ្លាកសញ្ញាស្វែងរកយុត្តិធម៌រួចចាប់ផ្ដើមប្រើកណ្ដាប់ដៃនិងជើងទៅលើបរិសុទ្ធអ្នកមាននៅក្នុងសម្លេងជន់ឈ្លីនិងជេរប្រមាថដែលគ្មានទីបញ្ចប់របស់ពួកគេបរិសុទ្ធអ្នកមានក៏បានសន្លប់បាត់បង់ស្មារតីបន្តិចម្ដងប៉ុន្តែពួកគេហាក់ដូចជាមិនទាន់អស់ចិត្តតតែសោះក៏បានបង្វែរគោលដៅទៅរកឡានស៊េរីទំនើបរបស់បរិសុទ្ធនៅមានវិញពួកគេបានធ្វើទង្វើដែលពួកគេគិតថាជាទង្វើដ៏មានយុត្តិធម៌ដោយបានវាយកំទេចឡានស៊េរីទំនើបនោះដើម្បីសងសឹកតាមចិត្តចង់ហាក់ដូចជាពួកគេផ្ទាល់គឺជាជនរងគ្រោះអញ្ចឹងបន្ទាប់មកពួកគេបានអូសទាញមនុស្សជាច្រើនទៀតឲ្យចូលរួមនៅក្នុងរឿងនេះនៅពេលនេះដែរមានបរិសុទ្ធវ័យកណ្ដាលម្នាក់ហាក់ដូចជាបានដឹងរឿងអ្វីមួយដោយមិនបានសួរនាំរកហេតុផលអ្វីឡើយគេបានពាក់មុខរបាំងពណ៌ក្រហមភ្លាមគេក៏បានស្វែងរកភាពសប្បាយរីករាយផ្ទាល់ខ្លួនឃើញដែរដោយបានប្រជ្រៀតចូលទៅក្នុងចំណោមហ្វូងមនុស្សរួចចាប់ផ្ដើមធ្វើការចំអកបង្ហាញនិងរិះគន់ទៅលើបរិសុទ្ធនៅមានសំបីតែក្មេងដែលមិនទាន់មានការគិតដឹងក្តីគ្រប់គ្រាន់ក៏ត្រូវបានជាឥទ្ធិពលដោយបរិយាកាសនៃទីសាធារណៈទាំងនោះដែរដោយបានផ្លាស់ប្ដូរមកពាក់មុខរបាំងពណ៌ក្រហមរួចចូលរួមនៅក្នុងចំណោមនោះហើយនៅពីក្រោយខ្នងរបស់ពួកគេក៏មានក្រុមបរិសុទ្ធមុខក្រហមមួយក្រុមទៀតកំពុងតែអង្គុយពួកគេបានកាន់ទូរស័ព្ទនៅក្នុងដៃហើយធ្វើការផ្សព្វផ្សាយនៅលើបណ្ដាញអ៊ីនធឺណិតមិនឈប់ឈរស្របពេលដែលរឿងរ៉ាវនេះកាន់តែរីករាលដាលខ្លាំងឡើងបរិសុទ្ធអ្នកមានក៏បានខ្លាយជាផ្ទាំងស៊ីបនៃការរិះគន់ពីមនុស្សគ្រប់ទីទោះបីជាគេខិតខំរំដោះខ្លួនយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីវាសនាដែលត្រូវលេបត្របាក់ដោយមតិសាធារណៈនោះដែរចំពេលនោះដែរលោកយាយដែលបានដួលតាំងពីដំបូងនោះបានវាចូលមកហើយបានដណ្ដើមកាតាពីក្នុងដៃរបស់បរិសុទ្ធស្គមស្កាំងបន្ទាប់មកក៏បាននិយាយរៀបរាប់ពីការពិតនៃរឿងរ៉ាវនេះឡើងតាមពិតទៅនៅពេលដែលគាត់កំពុងតែដើរឆ្លងកាត់ផ្លូវដែលមានភ្លើងសញ្ញាចរាចរណ៍បរិសុទ្ធស្គមស្កាំងបានជិះម៉ូតូមកឆក់យកកាតារបស់គាត់ទៅទស្សនវិជ្ជានេះត្រូវបានបរិសុទ្ធអ្នកមានមើលឃើញល្មមគេក៏បានបើកឡានស៊េរីទំនើបដេញតាមពីក្រោយនៅពេលទើបតែចុះពីលើឡានដើម្បីចាប់ខ្លួនបរិសុទ្ធនោះក៏ត្រូវបានក្រុមអ្នកស្វែងរកយុត្តិធម៌ទាំងនេះមើលឃើញទើបមានរឿងរ៉ាវដូចជានៅដើមវីដេអូនោះកើតឡើងស្របពេលដែលការពិតត្រូវបានលាតត្រដាងខាងប៉ូលីសក៏បានចេញមុខមកបង្ហោះវីដេអូបំភ្លឺការពិតដោយបានធ្វើការកោតសរសើរចំពោះទង្វើក្លាហានជួយសង្គ្រោះរបស់អ្នកដទៃរបស់បរិសុទ្ធអ្នកមានព្រមទាំងបានជូនកនកបការដើម្បីសម្ដែងការគោរពនៅពេលនេះក្រុមអ្នកស្វែងរកយុត្តិធម៌ទាំងនោះក៏បានបដូរមកជាមុខស្វិញហើយបានទេដៃកោតសរសើរដល់បរិសុទ្ធអ្នកមានគ្រប់គ្នាប៉ុន្តែចំពេលនោះដែរមានគ្រូពេទ្យម្នាក់បានមកប្រាប់ដល់អ្នករាល់គ្នាថាបរិសុទ្ធអ្នកមានដោយសារតែមិនអាចទ្រាំទ្រនឹងការជេរប្រមាថនិងការវាយប្រហារនៅលើបណ្ដាញអ៊ីនធឺណិតបានគឺបានសម្រេចចិត្តធ្វើអត្តឃាតទៅហើយនៅចំពោះមុខលទ្ធផលបែបនេះក្រុមបរិសុទ្ធមុខស្បានសម្ដែងនៅទឹកមុខស្ដាយក្រោយនិងក្តីខ្វល់ខ្វាយជាខ្លាំងនៅពេលដែលពួកគេកំពុងតែញៀចក្រោយដើម្បីកាន់ទុកដោយស្ងប់ស្ងាត់នោះតែមិននឹកស្មានថាបានធំក្លិននៃទេសាធារណៈម្ដងទៀតឡើយគឺជារឿងរបស់បរិសុទ្ធស្គមស្កាំងអំបញ្ញមិញនេះឯងដូច្នេះហើយពួកគេក៏បានចាប់ផ្ដើមលើកឡើងនៅពាក្យស្លោកដែលហៅថាយុត្តិធម៌ម្ដងទៀតដោយចាប់ផ្ដើមធ្វើការថ្កោលទោសទៅលើបរិសុទ្ធម្នាក់នោះជាថ្មី